បងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីការធ្វើទ្រូដើម្បីយកទៅដាក់ត្រីហើយទ្រូនេះមានកម្ពស់វា2ម៉ែត្របងប្អូន2ម៉ែត្រហើយឥឡូវវាបានចូល80%ហើយយើងនៅតែដាក់នេះដាក់វ៉ាន់នេះហើយនឹងនេះឥឡូវយើងធ្វើវ៉ាន់វាដាក់បានខ្លះហើយអញ្ចឹងវានៅតែស្ទះហើយនឹងប្រុសទៀតហើយវ៉ាន់នៅសល់5វ៉ាន់ទៀតអញ្ចឹងទ្រូមួយនេះគឺវាមានទំហំវាបើលាទៅវា1ម៉ែត្រកន្លះក៏ប៉ុន្តែដល់ពេលបើយើងគុំវាអញ្ចឹងទៅវាមានតែទំហំវាកន្លះម៉ែត្រទេហើយបន្ទោះវាមានចំនួន90បន្ទោះបាទ90បន្ទោះអញ្ចឹងយើងនៅធ្វើប្រោះធ្វើស្ទះហើយនឹងដាក់វ៉ាន់វាអញ្ចឹងទ្រូនេះដែរធ្វើរយៈពេល3ថ្ងៃហើយបងប្អូនហើយព្រមដាក់បានឥឡូវយើងចាប់ដើមដាក់វ៉ាន់វាទៀតបាទដាក់វ៉ាន់វាទៀតអញ្ចឹងយើងត្រូវធ្វើចេះបងប្អូនរៀនធ្វើទៅទ្រូនេះមិនមែនទ្រូខ្នាតតូចទេអានេះទ្រូខ្នាតមធ្យមបងប្អូនដោយសារតែវាធំហើយវាតែវាមានទំហំវាចង់កំប៉ោតពេត្រូនិយាយថាឥឡូវយើងដាក់វ៉ាន់វាចងយកមកវាទេបងប្អូនដោយសារតែយើងត្រូវការដាក់វ៉ាន់វាយើងខ្សែវែងអូនទៅទៀតបានឃើញហើយតើទ្រូនោះវាស្អាតប៉ុន្មានអីចឹងដែលធ្វើបងប្អូនខានធ្វើយូរហើយទ្រូយើងរត់វាឲ្យស្ទឹងដាក់វ៉ាន់នេះដើម្បីឲ្យវារឹងបាទដើម្បីឲ្យវារឹង